សូមជម្រាបសួរបងប្អូនសិស្សនិស្សិតដែលកំពុងតែស្រាវជ្រាវស្ដីអំពីឱសថនិងការព្យាបាលសត្វថ្ងៃនេះដែរលោកគ្រូនឹងបង្ហាញអំពីជំងឺឆ្លងជ្រូកបាទតកតងទៅនឹងជំងឺប៉េះដែលភាសាអង់គ្លេសយើងហៅថា swine fever បាទ swine គឺមេគឺជ្រូកណាសំដៅទៅលើជ្រូក fever គ្រុនក្តៅបាទអញ្ចឹងបើបកប្រែធម្មតាជ្រូកគ្រុនក្តៅប៉ុន្តែតកតងទៅនឹងខ្មែរយើងហៅថាជំងឺប៉េះជ្រូកបាទជំងឺនេះសូមបញ្ជាក់ផងដែរថាបាទថាអត់មានថ្នាំណាឬក៏ឱសថណាព្យាបាលជំងឺនេះឲ្យជាសះស្បើយបានឡើយប៉ុន្តែជំងឺនេះយើងត្រូវចាក់វ៉ាក់សាំងការពារបាទព្រោះយើងមានវ៉ាក់សាំងការពារជំងឺនេះបាទកាលណាយើងចាក់វ៉ាក់សាំងហើយជំងឺនេះមិនឃើញកម្រនឹងឃើញកើតមានទៀតណាបាទហើយមុននឹងបន្តមេរៀនលោកគ្រូសូមរំលឹកបាទសូមរំលឹកជូនបងប្អូនដែលជាអ្នកទស្សនាសិស្សនិស្សិតបាទពេលដែលបងប្អូនចង់ចេះនៅឱសថព្យាបាលហើយនឹងជំងឺបងប្អូនត្រូវតែទន្ទិញវាឲ្យចាំបាទឬក៏បើបងប្អូនមិនសូវទន្ទិញទេបងប្អូនអាចមើលហើយមើលទៀតបាទបងប្អូននឹងគង់តែចេះទេបងប្អូនបាទយើងឧស្សាហ៍លឺអាសាបាទនិយាយរួមទៅយើងមើលវាហើយឬក៏ថាជ្រូកមានបញ្ហាអីយើងបើកមើលតិចទៅបាទបើកមើលវីដេអូតិចទៅយើងនឹងអាចយកនៅចំណុចតិចនឹងបាទទៅទៀងផ្ទាត់អាចដឹងថាជ្រូកនេះឈឺអីបាទអញ្ចឹងថ្ងៃក្រោយយូរទៅយើងអាសាពិនិត្យសភាពជំងឺសត្វអញ្ចឹងយើងយូរទៅគង់តែមានបទពិសោធន៍ទេបាទគឺយើងអាចដឹងថាជ្រូកយើងកើតអីសត្វយើងកើតអីបាទអញ្ចឹងលោកគ្រូស្នើសុំថាធ្វើម៉េចឲ្យបងប្អូននឹងទន្ទិញឲ្យចាំបាទទន្ទិញមេរៀនទី1បាទភាគទី1រហូតដល់ភាគ32នេះបាទសូមបន្ទិញឲ្យចាំបាទបើយើងបន្ទិញអត់ចាំយើងអត់អីទេបាទយើងមិនអាចคลายទៅជាអ្នកព្យាបាលបានទេណាពីព្រោះយើងត្រូវការច្បាស់លាស់បើយើងអត់ច្បាស់ផងយើងទៅទិញថ្នាំក៏អត់ច្បាស់ដែរហើយដល់ពេលយើងមកចាក់ជ្រូកចាក់សត្វក៏អត់ជាដែរបាទអញ្ចឹងជាបន្តទៅទៀតបាទតកតងទៅនឹងមេរោគណាមេរោគគឺបង្កឡើងដោយប្រភេទ virus អញ្ចឹងហើយគ្រប់មេរោគទាំងអស់បាទដែលបង្កឡើងដោយបាក់តេរីអាចជាណាជាច្រើនប៉ុន្តែដែលមេរោគដែលបង្កឡើងដោយប្រភេទ virus គឺយើងអត់មានថ្នាំណាព្យាបាលឲ្យជាបានទេគឺយើងមានតែវ៉ាក់សាំងបាទហើយជំងឺប៉េះនេះបង្កឡើងដោយ virus ប៉េះទី virus បាទអញ្ចឹងសូមចងចាំណាជំងឺប៉េះហ្នឹងបង្កឡើងដោយប៉េះទី virus ដែលមានការឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនិងខ្លាំងក្លាទៅលើជ្រូកគ្រប់អាយុកាលទាំងអស់ចំពោះរោគសញ្ញាវិញយើងចែកចេញជា3សន្តានណាបងប្អូនយើងចែកចេញជា3សន្តានបាទកគឺសន្តានដំរីសន្តានដំរីហ្នឹងគឺជ្រូកយើងមិនសូវស៊ីចំណីចុះស្គមហើយងាយនឹងទទួលជំងឺផ្សេងទៅទៀតបាទចឹងទៅពេលខ្លះទៅវាអាចរាកយ៉ាងទៅបាទចាក់បាត់រាកស្រាប់ទៅក្តៀនវិញចឹងទៅណាបាទអាហ្នឹងអញ្ចឹងបាទធ្លាប់មានបទពិសោធន៍ច្រើនហើយតើតើជំងឺហ្នឹងបាទសួរជ្រូកនឹងចាក់វ៉ាក់សាំងអត់បាទអញ្ចឹងដល់ពេលយើងទៅចាក់ទិញថ្នាំមកចាក់បាទស្រាប់វាចាក់តាមរោគសញ្ញាដល់ពេលវាក្តៀនយើងចាក់ឲ្យក្តៀនឲ្យវារាកឲ្យវាធម្មតាវិញធម្មតាទៅជារាកដល់ពេលចាក់ឲ្យសត្វឈប់រាកវាទៅជាឈឺអីផ្សេងទៅទៀតបាទអញ្ចឹងនេះយើងពិបាកណាបងប្អូនអញ្ចឹងត្រូវចាក់វ៉ាក់សាំងឲ្យបានទៀងទាត់បាទខសន្តានស្រួចស្រាវធ្វើឲ្យសត្វហ្នឹងអន់ចំណីគ្រុនឡើងកម្ដៅដេកកើលើគ្នាជួនក្អួតរាកឬក្តៀនណាបាទបងប្អូនប្រហែលជាធ្លាប់ឮហើយបាទជ្រូកដេកកើលើគ្នាហើយក្តៅបាទ
អញ្ចឹងយើងមើលរូបសញ្ញាទៅអាចសន្និដ្ឋានបានណាបាទកែវសន្និដ្ឋានធ្ងន់ធ្ងរសត្វចុះខ្សោយរលាកកែវភ្នែកហៀទឹកភ្នែកភ្នែកឡើងក្រហមលាមកក្តៀនឬលាករាកពណ៌លឿងទន់លងដង្ហក់បាទចឹងនិយាយក្តៅបាទក្តៅនឹងហក់អកចំណែកអត្រាងប់វិញខ្ពស់បានន័យថាបើវាកើតហើយសឹងតែ90%ឬ100%អាចងាប់ទាំងអស់បាទហើយនឹងសន្តានធ្ងន់ធ្ងរអញ្ចឹងហើយជំងឺនេះបាទលោកគ្រូសូមឲ្យអ្នកចិញ្ចឹមសត្វទាំងឡាយត្រូវបង្ការដោយការចាក់វ៉ាក់សាំងបាទនេះគឺមានតែវិធីសាស្ត្រនឹងមួយហើយមិនត្រឹមតែប៉ុណ្្នឹងឯងបាទសូមថែរក្សាអនាម័យត្រង់សម្អាតត្រង់ឧស្សាហ៍ស្រោចទឹកស្រោចអីឲ្យបានទៀងទាត់ចំណីមានគុណភាពខ្ពស់ណាមិនមែនតែមានបរិមាណទេសូមឲ្យមានគុណភាពផងអានឹងតកតងទៅនឹងការផ្ដល់ចំណីហើយមួយទៀតទឹកហ្នឹងក៏ត្រូវតែស្អាតដែរបាទបើសិនជាមិនល្អមែនទែនគឺបន្ថែមនៅសារធាតុរ៉ែបាទឬក៏វីតាមីនដើម្បីឲ្យសត្វហ្នឹងមានការលូតលាស់ហើយផឹកទឹកបានច្រើនបាទហើយមួយទៀតសំខាន់មែនទែនបាទគឺទ្រុងហ្នឹងឯងបាទទ្រុងត្រូវតែត្រជាក់នៅពេលក្តៅហើយត្រូវតែក្តៅនៅពេលត្រូវតែកក់ក្តៅនៅពេលរដូវរងាហើយនឹងមានខ្យល់ចេញចូលលះបងប្អូនបាទអញ្ចឹងថ្ងៃនេះលោកគ្រូអត់មានអីច្រើនទេគឺជំងឺជ្រូកតកតងជំងឺជ្រូកការឆ្លងជំងឺ virus ឬក៏បាក់តេរីលោកគ្រូបង្ហាញតែប៉ុណ្ណេះបាទហើយលោកគ្រូភាគបន្តហ្នឹងគឺលោកគ្រូមានជំងឺកូនជ្រូកជំងឺកូនជ្រូកជំងឺជ្រូកជំទង់ហើយនិងជំងឺមេជ្រូកបន្តទៀតបាទអញ្ចឹងសូមរងចាំទស្សនាភាគបន្តទៀតលោកគ្រូនឹងធ្វើជាបណ្ដាដើម្បីផ្ដល់ជាចំណេះដឹងចែកម្លែកបងប្អូនណាចែកម្លែកចំណេះដឹងជូនបងប្អូនសិស្សនិស្សិតបងប្អូនបាទដែលមានបំណងចង់មើលរោគសញ្ញាសត្វហើយព្យាបាលវាដោយខ្លួនឯងឬក៏ងាយស្រួលក្នុងការទៅទិញឱសថណាបងប្អូនបាទអញ្ចឹងសូមអរគុណសូមជម្រាបលា